ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរប្រពន្ធរបស់ខ្ញុំគាត់បានទៅផ្សាររួចហើយខ្ញុំក៏បានផ្ដាំគាត់ឲ្យទិញត្របាច់ឲ្យខ្ញុំកន្លះគីឡូមិនដឹងធ្វើស្អីទេបងប្អូនអើយថ្ងៃនេះគាត់ចង់ញ៉ាំម្ជូរម្ដងតិចថាចាញ់កូនចាញ់អីទៅបងប្អូនមិនមែនចាញ់កូនទេមកពីឃ្លានឥឡូវមកស្ដាប់សំឡេងសៀនទាំងអស់គ្នាតើវាស្រួលយ៉ាងណាជាណាបងប្អូនស្រួយស្លាប់ទឹកបាយស្រែបងប្អូនបងប្អូនឃើញវីដេអូហ្នឹងមកមកណាបងប្អូនដាក់មួយម៉ាត់ចុងក្រោយបងប្អូនដាក់ធំមកមានអ្នកលួចសើចបងប្អូនអរគុណ